អាហារមួយចំនួនខាងក្រោមនេះជាអាហារដែលអ្នកទាំងអស់គ្នាគួរតែផ្ដល់ឲ្យកូនអ្នកទាំងអស់គ្នាជាប្រចាំដើម្បីជំនួយទៅដល់ប្រព័ន្ធរំលាយអាហាររបស់កូនអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាមានដឹងអត់ប្រព័ន្ធរំលាយអាហារគឺដើរតួនាទីយ៉ាងសំខាន់នៅក្នុងការលូតលាស់របស់កូនយើងហើយសារធាតុដែលសំខាន់នៅក្នុងប្រព័ន្ធរំលាយអាហារដូចជាពពុះប្រូបាយូទិកជាដើមដែលវាជាមេរោគល្អវាមិនដើរតួត្រឹមតែជាប្រព័ន្ធការពាររាងកាយទេក៏ប៉ុន្តែវាមានតួនាទីយ៉ាងសំខាន់នៅក្នុងការបំបែកចំណីអាហារក៏ដូចជាបង្កើនការស្រូបយកសារធាតុចិញ្ចឹមអ្នកទាំងអស់គ្នាសង្កេតថាកូនខ្ញុំញ៉ាំច្រើនដែរហេតុអីគាត់អត់សូវឡើងគីឡូឬក៏ឡើងតិចមែនតើអានឹងហើយវាអាចនឹងពាក់ព័ន្ធទៅនឹងការស្រូបយកនៅសារធាតុចិញ្ចឹមរបស់គាត់មិនសូវបានល្អហើយមួយទៀតនឹងក្មេងដែរគាត់ញ៉ាំច្រើនតែអត់សូវឡើងគីឡូយើងក៏សង្កេតឃើញពាក់ព័ន្ធទៅនឹងការបត់ជើងរបស់គាត់ពេលខ្លះទៅគាត់បត់ជើងអាសាក្តៀនឬក៏មានបញ្ហាអាសារាកឬក៏មានបញ្ហានៅអាឡែស៊ីជាមួយនឹងអាហារប៉ុន្តែរឿងអាឡែស៊ីមួយខ្ញុំមានរឿងបកស្រាយច្រើនយើងអាចនិយាយថាមកពីប្រព័ន្ធរំលាយអាហារគាត់ខ្សោយអីទេគាត់ថាខ្ញុំចង់លើកថាគាត់អាចនឹងមានបញ្ហានឹងដូចគ្នាដែរអញ្ចឹងណានៅពីតូចយើងឃើញថាប្រូបាយូទិកគាត់ល្អប៉ុន្តែចាប់ផ្ដើមគាត់ធំទៅប្រូបាយូទិករបស់គាត់ក៏រៀងអាចនឹងថយចុះដោយសារតែអាហារដែលគាត់ញ៉ាំជាប្រចាំហ្នឹងគឺទទួលនៅសារធាតុអាហារដែលជាប្រភេទអាហារកសិស័យឬក៏ជាព្រីបាយូទិកដែលជាអាហាររបស់ប្រូបាយូទិកហ្នឹងមិនបានគ្រប់គ្រាន់អញ្ចឹងអ្នកទាំងអស់គ្នាគួរតែផ្ដល់នៅដូចជាផ្លែឈើឲ្យបានអាហារជាប្រចាំដូចជាផ្លែចេកផ្លែប៉ោមavocado ផ្លែ berry ផ្លែ kiwi ផ្លែឈើទាំងអស់ហ្នឹងយើងអាចឆ្លាស់គ្នាបើយើងនិយាយទៅដល់បន្លែវិញគឺយើងមានដូចជា carrot ល្ពៅដំឡូង broccoli គ្រាប់ធញ្ញជាតិដូចជាពពុះអាហារដែលសម្បូរដោយស្រូវសឡៃឬក៏នំប៉័ងស្រូវសឡៃហ្នឹងជាដើមអញ្ចឹងអាហារទាំងអស់ហ្នឹងអ្នកទាំងអស់គ្នាអាចធ្វើការឆ្លាស់បានមិនថាតម្រូវឲ្យញ៉ាំអាហារទាំងអស់ហ្នឹងពេញមួយថ្ងៃអីទេតែយើងអាចឆ្លាស់ទៅឆ្លាស់មកហើយខ្ញុំជឿជាក់ថាអាហារទាំងអស់ហ្នឹងគឺសុទ្ធសឹងតែជាអាហារដែលអ្នកទាំងអស់គ្នាក្នុងការស្វែងរកហើយកូនអ្នកទាំងអស់គ្នាគាត់អាចងាយស្រួលក្នុងការញ៉ាំដែលក្មេងនៅក្រោមអាយុ5ឆ្នាំអាចថានឹងអាហារមួយចំនួនគាត់អត់សូវចេះញ៉ាំទេគាត់អាចចេះញ៉ាំតែប្រហែលមុខតែពីនឹងទៀតអ្នកទាំងអស់គ្នាអាចបន្ថែមនៅ yogurt ឲ្យគាត់ញ៉ាំឲ្យបានជាប្រចាំទៅមួយសប្តាហ៍អាចថា3ទៅ4ដងអីក៏បានដែរយើងមើលទៅតាមសុខភាពរបស់កូនយើងដែរកូនក្មេងខ្លះគាត់អាចញ៉ាំច្រើនបានទេគាត់អាចញ៉ាំត្រឹមតែ2នៅក្នុងតែមួយសប្តាហ៍ទេអញ្ចឹងគឺមានតែយើងជាប៉ាម៉ាអេទៅយើងដឹងថាតើកូនយើងអាចញ៉ាំនៅក្នុងកម្រិតប៉ុណ្ណាដោយឡែកទៅលើបរិមាណយើងអាចឲ្យគាត់មួយថ្ងៃ2ទៅ3ពេលក្រោយអាហារហ្នឹងឬក៏យើងអាចឲ្យជាប្រភេទអាហារសម្រន់អាចឲ្យមួយដងហ្នឹងគឺ3ទៅ4ដុំអីហ្នឹងគឺវាស្ទើរតែគ្រប់គ្រាន់ហើយព្រោះថាក្មេងនៅក្រោមអាយុ3ឆ្នាំគឺយើងត្រូវការសារធាតុ fiber ត្រឹមតែ19ក្រាមទេសារធាតុសកម្មរបស់ VKZ គឺស័ក្តិសមបំផុតសម្រាប់អ្នកដែលមានស្បែកក្រហមងាយរលាកតែវាជាមូលហេតុមួយដែលសំខាន់ដែលធ្វើឲ្យស្បែកយើងនឹងងាយនឹងកើតជាំវាជួយទៅដល់ការបង្រួមរន្ធញើសនិងជួយទៅដល់ការព្យាបាលមុនទៅពីនឹងទៀតវាបង្កើនរបាំងការពារស្បែកឲ្យរឹងមាំនិងមានសុខភាពល្អ